បងប្អូនទាំងអស់គ្នាយើងមកជួបគ្នាជាថ្មីម្ដងទៀតបាទកាលពីមុនខ្ញុំនិយាយអំពីវីដេអូពាក់ព័ន្ធទៅនឹងប្រវត្តិសង្ខេបរបស់អ្នកជោគជ័យឬក៏អ្នកដឹកនាំនៅក្នុងពិភពលោកឥឡូវនៅថ្ងៃនេះខ្ញុំនឹងលើកយកមកបង្ហាញអំពីអកម្បាំងនៃគម្ពីរមហាសិទ្ធិពិភពលោកដែលបងប្អូនទាំងអស់បានធ្លាប់លើមានដូចជា Lee Ka-sing មានដូចជា Brian Tracy មានដូចជាJack Welch មានដូចជា Steve Jobs មានដូចជា Bill Gates មានដូចជា Warren Buffett ជាដើមជាបន្តទៅទៀតនេះខ្ញុំនឹងលើកយកបុគ្គលពីររូបដែលជាបុគ្គលឆ្នើមនិងជាបុគ្គលជោគជ័យបំផុតនៅក្នុងពិភពលោកទី1គឺលោក Lee Ka-sing ទី2គឺលោក Warren Buffett តើពួកគាត់ទាំងពីរមានការគិតនិងការគ្រប់គ្រងការងារដូចម្តេចទើបពួកគាត់មានមាសប្រាក់មហាសាលការមួយតងរបស់ Lee Ka-sing តើបងប្អូនស្គាល់មនុស្សឈ្មោះ Lee Ka-sing ដែរឬទេបើមិនទាន់ស្គាល់ទេខ្ញុំសូមណែនាំជូនមនុស្សម្នាក់នេះជាមនុស្សកំពូលគ្មានគូប្រៀបបាននិយាយងាយៗថាគឺជាមនុស្សកំពូលមនុស្សមួយបែបទៀតក៏ថាបាន Lee Ka-sing គឺជាស្ដេចក្រាញ់កោះហុងកុងម្នាក់នេះកើតនៅក្នុងគ្រួសារក្រីក្រក្នុងប្រទេសចិនឪពុកគឺជាគ្រូបង្រៀនធម្មតាម្នាក់នៅពេលដែលប្រទេសចិនកំពុងផ្លាស់ប្ដូរការគ្រប់គ្រងនោះភាពលំបាកតោកចាកបានរីករាលដាលពេញដែនដីគាត់បានភៀសខ្លួនមកកោះហុងកុងដោយត្រូវចេញពីសាលាពាក់កណ្ដាលទីក្នុងអាយុត្រឹមតែ15ឆ្នាំដើម្បីទទួលតួនាទីជាមេគ្រួសារមានមាតានិងប្អូនជំនួសឪពុកដែលបានស្លាប់ចោលការដែលយុវវ័យត្រូវចេញមកដើម្បីធ្វើការមើលទៅជាភារៈដ៏ធ្ងន់ធ្ងរមួយតែក៏នៅមានសំណាងល្អដែលមានអ៊ំរបស់គាត់ជាម្ចាស់រោងចក្រផលិតខ្សែនាឡិកាជួយគាត់ឲ្យមានការងារធ្វើហើយមនុស្សដូច Lee Ka-sing ម្នាក់នេះមិនដែលភ្លេចអ្នកមានគុណម្នាក់នេះឡើយគាត់ជាក្មេងកំឡោះដែលចូលចិត្តធ្វើការងារធ្ងន់ដែលនេះគឺជាចំណុចដ៏សំខាន់ដែលធ្វើឲ្យគាត់អាចសាងខ្លួនឯងបានយ៉ាងឆាប់រហ័សប្រហែលគ្នានឹងមហាសេដ្ឋីទាំងឡាយនៅលើលោកនេះដែរព្រោះដឹងថាការងារធ្ងន់មិនធ្លាប់សម្លាប់មនុស្សទេតែធ្វើឲ្យមនុស្សមានបានដោយសារការធ្វើការងារធ្ងន់នេះហើយដែលធ្វើឲ្យ Lee Ka-sing នៅពេលអាយុ30ឆ្នាំបានក្លាយទៅជាមហាសេដ្ឋីដំបូងក្នុងទីក្រុងហុងកុងដោយបានធ្វើជាម្ចាស់ឧស្សាហកម្មផ្កាជ័រនិងរបស់លេងផ្សេងៗមានការនិយាយតគ្នាមកថាអកម្បាំងរបស់ Lee Ka-sing ដែលអាចធ្វើឲ្យការធ្វើជំនួញរបស់គាត់រីកលូតលាស់ជាងអ្នកដទៃគឺការផ្ដល់ឲ្យអតិថិជនច្រើនជាងការរំពឹងទុករបស់អតិថិជនព្រោះមានអតិថិជនម្នាក់មកពីសហរដ្ឋអាមេរិកបានកម្មង់ផ្កាជ័ររបស់គាត់ចំណុះផ្កាដែលដាក់ក្នុងប្រអប់នោះក្នុងកិច្ចសន្យាកំណត់ថា100តងក្នុងប្រអប់តែ Lee Ka-sing បញ្ជាឲ្យកូនចៅដាក់បន្ថែម1តងទៅជា101ក្នុងមួយប្រអប់នៅពេលដែលដល់ដៃអតិថិជនខាងអតិថិជនក៏នឹកចម្លែកក្នុងចិត្តថា Lee Ka-singអ្នកជំនួញកំឡោះជនជាតិចិនម្នាក់នេះមិនចេះគិតលេខឬយ៉ាងណាទើបទូរស័ព្ទទៅសួរថាហេតុអ្វីក្នុងប្រអប់មានផ្កាលើសបែបនេះ Lee Ka-sing បាននិយាយដោយសុភាពនិងអោនលំទោនថាដែលគេដាក់លើសទៅនោះក្រែងកូនចៅរបស់គាត់រាប់ខុសធ្វើឲ្យអតិថិជនខូចខាតនិងខាតពេលវេលាឬខាតលុយក្នុងការដឹកជញ្ជូនទៀតចម្លើយរបស់គាត់ធ្វើឲ្យគាត់បានទទួលការកម្មង់ពីអតិថិជនរូបនេះកើនឡើងហើយរយៈពេលជាច្រើនព្រោះតែផ្កាមួយតងបើបងប្អូនទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះផ្កាមួយតងរបស់ Lee Ka-sing ជាបន្តយើងមកមើលគន្លឹះពិសេសរបស់លោក Warren Buffett ម្ដងគេឈ្មោះរបស់ Warren Buffett មហាសេដ្ឋីអាមេរិកត្រូវបានគេនិយាយយ៉ាងច្រើនក្នុងរង្វង់អ្នកធុរកិច្ចលំដាប់ពិភពលោកមកជាយូរដោយចាត់ទុកថាគាត់ជាមនុស្សស្ដុកស្ដំនិងមានភាពវៃឆ្លាតក្នុងការវិនិយោគដែលរកអ្នកឯណាប្រៀបនឹងគាត់មិនបានឡើយគាត់ត្រូវបានអញ្ជើញឲ្យទៅនិយាយគ្រប់កន្លែងលើពិភពលោកគាត់ជ្រើសរើសពេលវេលាឬឱកាសហើយអ្នកស្ដាប់វិញនោះលុះត្រាតែមានភាពចាំបាច់មែនតែនទើបគាត់ទៅនិយាយឲ្យស្ដាប់នៅក្នុងការអញ្ជើញមួយពេលគាត់និយាយពីប្រវត្តិនិងគំនិតក្នុងការធ្វើការរបស់គាត់ដែលគ្រប់គ្នាចង់ដឹងនោះគឺមកដល់សំណួរដែលសំខាន់មួយដែលគ្រប់គ្នាតាំងចិត្តស្ដាប់រហូតដល់ភ្លេចដកដង្ហើមនោះគឺសមត្ថភាពរបស់អ្នកគ្រប់គ្រងនិងការត្រួតពិនិត្យនៅទិន្នន័យខាងផ្នែកហិរញ្ញវត្ថុនិងកត្តាអ្វីដែលធ្វើឲ្យ Warren Buffett សម្រេចបានលឿនក្នុងការវិនិយោគចម្លើយគឺគាត់មានគន្លឹះសំខាន់ក្នុងការវិនិយោគចំនួន4ប្រការគឺគន្លឹះទី1តើយើងអាចយល់ពីធុរកិច្ចដែលទៅវិនិយោគឬទេ
តើវានឹងទៅជាយ៉ាងណាក្នុងរយៈពេល10ទៅ20ឆ្នាំខាងមុខគាត់លើកឧទាហរណ៍ថាគាត់វិនិយោគទៅលើរឿងណាដែលគាត់ស្គាល់ច្បាស់ប៉ុណ្ណោះដូចជា Coca-Cola ជាដើមគន្លឹះពិសេសទី2គឺតើក្រុមហ៊ុនមានប្រៀបលើផ្នែកប្រកួតប្រជែងយូរអង្វែងដែរឬទេនោះគឺជាហេតុផលដែលគាត់មិនទិញចំនួនដែលជាការនិយមដូចជារបស់ក្មេងលេងប៉ុន្តែទិញនៅទឹកក្រូចកំប៉ុងនិងស្ករកៅស៊ូដែលមានម៉ាកនិងមានប្រៀបដែលអ្នកដទៃប្រជែងមិនបានគន្លឹះពិសេសទី3តើក្រុមហ៊ុនមានផ្នែកចាត់ការឬគ្រប់គ្រងដែលយើងទុកចិត្តបានដែរឬទេគន្លឹះពិសេសទី4គឺតើតម្លៃសមហេតុផលឬទេនេះគឺជាចំណុចសំខាន់ដែល Warren Buffett បាននិយាយក្នុងរឿងដែលគាត់គិតមុននឹងវិនិយោគយុទ្ធវិធីដែលចេញពីមាត់របស់ Warren Buffett ខ្លួនឯងដូច្នេះទើបវាជារបស់ពិសេសដែលអ្នកវិនិយោគគួរបើកត្រចៀកនិងតាំងចិត្តខំស្រវាចាប់យកមកធ្វើជាគំរូព្រោះថាបើគាត់មិនមានយុទ្ធវិធីពិសេសនោះទេមនុស្សឈ្មោះ Warren Buffett ម្នាក់នេះអាចចេញពីក្មេងធម្មតាក្លាយជាមហាសេដ្ឋីនិងអ្នកវិនិយោគដ៏អស្ចារ្យលំដាប់លេខ1របស់ពិភពលោកបានដោយវិធីណាយ៉ាងណាដែរបងប្អូនទាំងអស់គ្នាបន្ទាប់ពីការស្ដាប់នៅគន្លឹះពិសេសដែលបង្ហាញពីចំណុចនិងជាអាថ៌កំបាំងដែលធ្វើឲ្យបុគ្គលទាំងពីរនេះក្លាយជាមហាសេដ្ឋីបាទការលើកយកចំណុចពិសេសរបស់បុគ្គលទាំងពីរនេះបានមកដល់ទីបញ្ចប់ត្រឹមនេះបាទសូមអរគុណបងប្អូនទាំងអស់គ្នាយើងជួបគ្នានៅអូឌីយ៉ូក្រោយៗទៀតសូមអរគុណនិងសូមជម្រាបលាហើយសូមបងប្អូនជួយចុច like និង subscribe ម្នាក់មួយផងបាយបាយ